បាទសូមជម្រាបសួរបងប្អូនជនរួមជាតិទាំងអស់ដែលនៅក្នុងប្រទេសនិងក្រៅប្រទេសបាទខ្ញុំបាទឈ្មោះសឿងសរឿនជានាយកប្រតិបត្តិវេទិកាអង្គការរដ្ឋាភិបាលស្ដីពីកម្ពុជា NGO Forum បាទជំរាបសួរខ្ញុំបាទឈ្មោះឡាំសុជាតិជានាយកប្រតិបត្តិនៃវិទ្យាស្ថានតស៊ូមតិនគរនយោបាយហៅកាត់ថា API យើងកំពុងនៅក្នុងវីដេអូនេះគឺមានគោលបំណងសំខាន់ដើម្បីអំពាវនាវនិងគៀងគរជំនួយមនុស្សធម៌ជាបន្ទាន់សម្រាប់ជនពិសេសរបស់យើងហើយហេតុអីបានមានអង្គការ API និង NGO Forum ធ្វើរួមគ្នាគឺមូលដ្ឋានសំខាន់យើងឃើញថ្នាក់ដឹកនាំបណ្ដាញសំខាន់ជាង10ហ្នឹងយើងបានឯកភាពគ្នាក្នុងការគៀងគរមូលនិធិនិងហិរញ្ញវត្ថុនិងសម្ភារៈនានាសម្រាប់ជួយដល់ជនពិសេសនិងសម្រាប់ប្រើប្រាស់សកម្មភាពផ្សេងៗទៀតហើយក្រុមការងារនោះបានផ្ដល់ភាពជាអ្នកដឹកនាំដល់ NGO Forum ហើយនិង API សម្រាប់ក្នុងការសម្របសម្រួលការប្រមូលធនធាននេះបាទខ្ញុំសូមអំពាវនាវដល់ស្របសរជន ក្នុងស្រុកក្រៅស្រុកទាំងអស់ដែលគ្រប់គ្រងចំពោះបេសកកម្មអង្គការសង្គមស៊ីវិលទាំងអស់គ្នាក្នុងការជួយដល់ជនភៀសសឹកក៏ដូចជាទាំងសម្ភារៈម្ហូបអាហារសម្ភារៈចាំបាច់ផ្សេងទឹកស្អាតអនាម័យដែលយើងបានជួយដល់ជនភៀសសឹកបានមួយជុំឬពីរជុំហើយតាមសមត្ថភាពនៃអង្គការសង្គមស៊ីវិលសម័យរៀងៗខ្លួនតែពេលនេះយើងសូមអំពាវនាវដែលអង្គការសង្គមស៊ីវិលយើងរួមគ្នាដើម្បីប្រមូលគៀងគរធនធានបន្តទៀតពីសប្បុរសជនក្នុងស្រុកក្រៅស្រុកខ្មែរបរទេសអ្នកដែលជួយអ្នកដែលស្រឡាញ់នៅយុត្តិធម៌និងការពារសិទ្ធិមនុស្សក៏ដូចជាស្រឡាញ់សន្តិភាពជាពិសេសជួយដល់ក្រុមងាយរងគ្រោះដែលជាង200ជំរុំជនភៀសសឹកនៅប្រទេសកម្ពុជានៅតាមខេត្តព្រំដែនបាទហើយជំនួយដែលអស់លោកស្រីនាងកញ្ញាដែលអាចចូលរួមបានបើសិនជាចូលរួមជាថវិកាគឺយើងមាន QR code ឬក៏លេខគណនីហើយសម្រាប់ការចូលរួមជាសម្ភារៈគឺការិយាល័យអង្គការ NGO Forum លោកមានបុគ្គលិកប្រចាំការដើម្បីទទួលនៅសម្ភារៈនានារួមទាំងខោអាវសម្លៀកបំពាក់រែងអាហារហូបចុកឬសម្ភារៈផ្សេងៗដែលជាចាំបាច់សម្រាប់បងប្អូនជនភៀសសឹករបស់យើងនិងសកម្មភាពផ្សេងៗទៀតហើយនៅពេលដែលយើងទទួលបាននៅទាំងថវិកានិងសម្ភារៈនេះគឺទាំងអង្គការ API និង NGO Forum និងក្រុមអង្គការសង្គមស៊ីវិលនឹងធានានៅការគ្រប់គ្រងប្រកបដោយតម្លាភាពគណនេយ្យភាពហើយជាពិសេសគឺអាចធានានៅការទទួលបាននៅអ្វីដែលអស់លោកស្រីបានពិភាក្សាទានតាមរយៈក្រុមការងារពួកយើងសូមអរគុណបាទអរគុណព្រោះអង្គការ API និងអង្គការចូលបារម្ភជាគណៈកម្មការធិគីកោធនធានជាមួយអង្គការដៃគូនៅតាមខេត្តនេះនឹងបែងចែកធនធាននេះទៅតាមតម្រូវការបន្ទាប់ពីសិក្សានៅតម្រូវការនិងការទទួលបានជំនួយកន្លងមកកន្លែងណាខ្វះកន្លែងណាចាំបាច់យើងនឹងធ្វើការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានជាមួយគណៈកម្មការគ្រប់គ្រងមហន្តរាយថ្នាក់ជាតិនិងថ្នាក់ខេត្តក៏ដូចជាអង្គការដៃគូនៅតាមខេត្តដើម្បីបែងចែកជំនួយឲ្យបានដល់ដៃអ្នកដែលងាយរងគ្រោះហើយអត់ទាន់បានទទួលជំនួយអីសមរម្យក៏ដូចជាថវិកានេះនឹងផ្ញើមកឃើញជាគណនីរបស់អង្គការ API ហើយលុយទាំងអស់ 100% នឹងប្រើប្រាស់ក្នុងបេសកកម្មនៅជួយជំនួយមនុស្សធម៌និងសកម្មភាពផ្សេងៗដើម្បីទាមទារនៅយុត្តិធម៌និងសន្តិភាពចឹងយើងធានាចំពោះម្ចាស់ជំនួយហើយរាល់ម្ចាស់ជំនួយដែលទទួលបានយើងនឹងមានឈ្មោះយើងនឹងជូននៅលិខិតអំណរគុណក៏ដូចជាការទទួលស្គាល់នៅការគ្រប់គ្រងបើសិនជាម្ចាស់ជំនួយឯកភាពទៅតាមឈ្មោះដែលគាត់ចង់បរិច្ចាគហើយនឹងសប្បុរសធម៌ជាបុគ្គលឬជាស្ថាប័នយើងសូមអំពាវនាវជំនួយនេះទាំងរយៈពេលខ្លីបន្ទាន់និងរយៈពេលមធ្យមដែលអាចធ្វើទៅបានអរគុណច្រើនបាទអរគុណ